đây nèទាំងអស់គ្នាចឹងថ្ងៃនេះយើងមកមើលពីការប្រើប្រាស់ tool របស់យើងចឹង tool គប់ជ្រូករបស់យើងពេលដែលអ្នកទាំងអស់គ្នា download file មកគឺបាននៅ file RAR មួយចឹងអ្នកទាំងអស់គ្នា extract វាចេញក្រៅមកឲ្យស្ដាំទៅលើវាយកពាក្យថា extract here ឬក៏យកពាក្យថា open with WinRAR ឬក៏បើអ្នកទាំងអស់គ្នាអត់មានអា open with WinRAR លើហ្នឹងទេអ្នកទាំងអស់គ្នាចុចពាក្យថា open with ហើយយកពាក្យថា WinRAR ចឹងអ្នកទាំងអស់គ្នាចុចបើកវាមកអ្នកទាំងអស់គ្នានឹងទទួលបានfile game របស់យើងគឺចាប់ទាញវាចេញក្រៅមកចឹងនេះ folder tool របស់យើងបន្តមកទៀតអ្នកទាំងអស់គ្នាចុចចូលទៅក្នុងហ្នឹងមកចឹងនេះ file game របស់យើងfile tool របស់យើងគឺមានឈ្មោះថា main.exe ចឹងអ្នកទាំងអស់គ្នាចុចបើកទៅលើវាមកចឹងនៅពេលដែលបើក tool មកគឺវាចេញបែបនេះបន្តមកទៀតយើងត្រូវស្គាល់ពី function មួយចំនួននៅក្នុងហ្នឹងចឹងទី1អ្នកទាំងអស់គ្នាត្រូវទី1គឺកន្លែងនេះគឺកន្លែងបំពេញលេខកូដ account របស់យើងចឹងទី1គឺ account ទី2គឺ password hero របស់យើងទី3គឺ file item បើអ្នកទាំងអស់គ្នាមានចាំដាក់បើមិនមានទេមិនដាក់ទេហើយកន្លែង file game នេះចុចទៅលើ file game ហ្នឹងមកហើយទៅរកមើលទីតាំង game របស់អ្នកទាំងអស់គ្នាដែលបានទុកចុចរបស់ខ្ញុំនៅក្នុង try id ចុចនឹង try id ហើយ folder game ហើយទៅរកកន្លែង file game របស់យើងមកចុចបើកវាមកចឹងវានឹងបង្ហាញ file game របស់យើងនៅនេះហើយកន្លែងនេះចឹងកន្លែងនេះគឺមាន farm level gun មាន farm គប់ជ្រូកចឹងបើអ្នកទាំងអស់គ្នាចង់លេងវគ្គគប់ជ្រូកអ្នកចុច tick ទៅលើហ្នឹងមកហើយមកសេរីចឹងកន្លែងបង្កើតវគ្គនេះគឺទី1គឺវគ្គ crazy ទី2គឺវគ្គ god ហើយកបិតដែលអ្នកទាំងអស់គ្នាត្រូវប្រើគឺមាន2នេះទេទី1គឺកបិតតកទី2គឺកបិត GM free ហើយ level ចំពោះ level នេះបើអ្នកទាំងអស់គ្នា level ចាប់ពី81ឡើងទៅគឺយកអាលើតែបើអ្នកទាំងអស់គ្នាចាប់ពី level 8ចុះក្រោមគឺយកអាក្រោមមកហើយនេះ function នេះគឺមានលុបសារអូតូយកសារអូតូលេងយក winner card ហើយនឹងលេងមិនលុបសារទេអញ្ចឹងវានឹងបើអ្នកទាំងអស់គ្នាចង់ឲ្យវាលុបសារអូតូយកអាលើមកហើយកំណត់វាឲ្យវាលុបអញ្ចឹងអានេះខ្ញុំមានត្រឹមតែ10វគ្គទេអញ្ចឹងលេង10វគ្គលុបសារម្ដងហើយកន្លែងនេះកន្លែងបង្ហាញ result អញ្ចឹងវានឹងបង្ហាញវាលេងឈ្នះប្រហែលវគ្គមិនឈ្នះប្រហែលវគ្គហើយវា DC login ប្រហែលដងវាចេញចូលប្រហែលដងវានឹងបង្ហាញនៅកន្លែងនេះហើយនៅពេលដែលអ្នកទាំងអស់គ្នាកំណត់វាខាងលើហើយអ្នកទាំងអស់គ្នាអាចចុច start បានហើយអញ្ចឹងអ្នកទាំងអស់គ្នាចុច start ទៅវានឹងដំណើរការហើយកន្លែង farm level gun ក៏ដូចគ្នាដែរអញ្ចឹងវាអត់មាន function ដូចគប់ជ្រូកទេវាមានតែបង្កើតវគ្គហើយនឹងកបិតមានតែ2ដូចគ្នាហើយនឹង level ក៏ដូចគ្នាដែរអញ្ចឹងនៅពេលដែលអ្នកទាំងអស់គ្នាសេរីវារួចរាល់ហើយ password បញ្ចូលរួចរាល់ហើយអ្នកទាំងអស់គ្នាអាចចុច save បានអញ្ចឹងនៅពេលដែលអ្នកចុច save វានឹងចងចាំហើយអញ្ចឹងអ្នកទាំងអស់គ្នាមិនបាច់វាយពេលដែលបិទ tool បើកមកវិញមិនបាច់វាយ password ម្ដងទៀតទេវានឹងចងចាំហើយអញ្ចឹងមកដល់ function ខាងក្រោមនេះអញ្ចឹងទី1នេះគឺ function shutdown បានន័យថាវានឹងទៅបិទកុំព្យូទ័រយើង automatic អញ្ចឹងយើងគ្រាន់តែកំណត់ម៉ោងទៅឲ្យវាទៅវានឹងបិទ automatic តែម្ដងឧទាហរណ៍ថាអ្នកទាំងអស់គ្នាកំណត់ឥឡូវថាកំពុងតែឈរនៅម៉ោង 2:44 នាទីអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាបញ្ចូល1ម៉ោងបានន័យថាពេលដែលអ្នកទាំងអស់គ្នា tick ទៅលើវានឹងកំណត់ម៉ោងចាប់ពីម៉ោង 2 នេះទៅអញ្ចឹងម៉ោង 2 ឥឡូវម៉ោង 2:44 អញ្ចឹងរហូតដល់ម៉ោង 3:44 នាទីវានឹងធ្វើការបិទ shutdown តែម្ដងអញ្ចឹងវាបើក tool តែរយៈពេល1ម៉ោងទេវានឹងបិទហើយបើអ្នកទាំងអស់គ្នាអត់ចង់ប្រើវាទេដោះ tick វាចេញវិញមកដល់ទី2នេះគឺ wait to start បានន័យថាអ្នកទាំងអស់គ្នាក៏អាចកំណត់ម៉ោងឲ្យវា start បានឧទាហរណ៍ថាបើក tool មកហើយអត់ទាន់ដល់ម៉ោង start ទេនៅធ្វើការងារសិនអញ្ចឹងអាចកំណត់ម៉ោង start បានឧទាហរណ៍ថាខ្ញុំកំណត់វា1ម៉ោងទៀតឲ្យវា start អញ្ចឹងគ្រាន់តែដាក់1ម៉ោងហើយចុចពាក្យថា wait to start tick វាមកអញ្ចឹងវានឹង tool នឹងវាដំណើរការហើយតែយើងមើលវាអត់ឃើញទេអញ្ចឹងវានឹងរងចាំរហូតដល់ម៉ោង 3:45 នាទីវានឹងធ្វើការ start tool តែម្ដងអញ្ចឹងវានឹងធ្វើការ start tool បើក AK វានឹងទៅគប់
គប់ជ្រូក automatic តែម្ដង ចឹងអ្នកទាំងអស់គ្នាអាចកំណត់វានៅនឹងបានចឹង tool គប់ជ្រូករបស់យើងមានតែប៉ុណ្្នឹងឯងហើយនឹងមួយទៀត page ចឹង page ទី1នេះគឺ page ទី1អានេះ page ទី2គឺមាន function បន្ថែមទៀតចឹងអ្នកទាំងអស់គ្នាអាចប្រើប្រាស់វាបានឧទាហរណ៍ថាមាន function លុបសារforever យកសារ forever ទិញចំណីសត្វហើយនឹងមួយទៀតបើកកាដូម្ដង10ចឹងបើកកាដូម្ដង10អ្នកទាំងអស់គ្នាអាចជ្រើសរើសបានចឹងកាដូខ្ញុំអត់តបានបន្ថែមទេចាំខ្ញុំបន្ថែមកាដូឈ្មោះកាដូថ្មីបញ្ចូលទៀតចឹង tool គប់ជ្រូករបស់យើងគឺមានតែប៉ុណ្្នឹងឯងសូមអរគុណចឹងសួស្តីអ្នកទាំងអស់គ្នាចឹងពាក់ព័ន្ធជាមួយនឹង tool របស់យើងដើម្បីពេលដែល start ហើយអ្នកទាំងអស់គ្នាពេលដែលបិទ tool ចង់បិទ tool គឺយើងត្រូវចុច shift F1 ដើម្បីបិទ tool ហើយចុច shift F2 គឺដើម្បីលាក់បាំង tool របស់យើងបើសិនជា tool របស់យើងពេលដែល start ទៅគឺវាលាក់ចឹងបើអ្នកទាំងអស់គ្នាចង់សូមកវិញចង់បង្ហាញវិញគឺចុច shift F3 គឺ tool របស់យើងវានឹងធ្វើការបង្ហាញវិញហើយដូចខ្ញុំចុចចឹងឧទាហរណ៍ថាខ្ញុំចង់លាក់ tool របស់ខ្ញុំចឹងខ្ញុំចុច shift F2 ដែរគឺវាលាក់បាត់ហើយចឹង tool របស់យើងវានឹងបាត់តែម្ដងចុច shift F3 វានឹងបង្ហាញមកវិញចឹងនៅពេលដែល start ទៅគឺវានឹងធ្វើការលាក់ tool នឹងបាត់ហើយវានឹងដំណើរការ tool ហើយចឹងបើសិនជាអ្នកទាំងអស់គ្នាចង់បង្ហាញវិញចុច shift F ដោយឧទាហរណ៍ថាវាលាក់ចឹងចុច shift F3 មកគឺវានឹង show វិញហើយចុច shift F1 គឺវានឹងធ្វើការបិទតែម្ដងចឹងនេះជា hotkey របស់ tool បាទសូមអរគុណ